សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាសហការជាមួយក្រសួងអប់រំយុវជននិងកីឡារៀបចំពិធីការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់និស្សិតនៃសាកលវិទ្យាល័យនេះនាថ្ងៃទី3ខែតុលាឆ្នាំ2025តាមលោកបណ្ឌិតផុនណារិនសាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាបានដឹងថានិស្សិតដែលបានចូលរួមការពារនិក្ខេបបទឬសារណានាពេលនេះគឺជានិស្សិតថ្នាក់បរិញ្ញាបត្រដែលសិក្សាលើមុខជំនាញ4សំខាន់គឺធនាគារនិងហិរញ្ញវត្ថុគណនេយ្យទំនាក់ទំនងអន្តរជាតិនិងភាសាអង់គ្លេសលោកបណ្ឌិតបានបន្តថាជារៀងរាល់ឆ្នាំសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាតែងតែមានរៀបចំកម្មវិធីប្រឡងបញ្ចប់ការសិក្សានិងការពារសារណាបញ្ចប់ការសិក្សាលោកបណ្ឌិតផុនណារិនបានបញ្ជាក់ថាការការពារសារណាគឺបានជួយដល់និស្សិតឲ្យបានចូលរួមក្នុងការសិក្សាស្រាវជ្រាវដោយផ្ទាល់លើគ្រប់ប្រធានបទទាំងអស់ដែលសរសេរនិងនិយាយក្នុងបទបង្ហាញជាភាសាអង់គ្លេសសាកលវិទ្យាល័យលើកទឹកចិត្តចំពោះការសិក្សាស្រាវជ្រាវនេះដោយមានបំណងចង់ឲ្យនិស្សិតប្រមាណ 20% ក្នុងមួយឆ្នាំជ្រើសរើសយកការសរសេរនិក្ខេបបទឬសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំពោះនិក្ខេបបទឬសារណាបញ្ចប់ការសិក្សារបស់និស្សិតត្រូវបានដាក់តម្កល់នៅបណ្ណាល័យដោយគណៈកម្មាធិការត្រូវជ្រើសរើសនិក្ខេបបទដែលល្អបំផុតដើម្បីទុកជាគំរូសម្រាប់និស្សិតជំនាន់ក្រោយបានសិក្សាស្វែងយល់ហើយនិក្ខេបបទឬសារណាដែលល្អបំផុតនេះត្រូវបានយកទៅបោះផ្សាយនៅក្នុងគេហទំព័រជាតិនិងអន្តរជាតិដែលជាដៃគូរបស់សាកលវិទ្យាល័យដោយមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡានិងដៃគូអន្តរជាតិផងដែរដែលកិច្ចការនេះសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាតែងតែបានធ្វើឡើងជារៀងរាល់ឆ្នាំយើងឃើញថាមកដល់បច្ចុប្បន្ននេះគណនេយ្យនៅតែខ្វះ accountant នៅតែខ្វះហើយអ្នកវិភាគហិរញ្ញវត្ថុបាទនៅតែខ្វះយើងនិយាយរួមជាពិសេសគឺមុខវិជ្ជាតាក់ទងនឹងបច្ចេកទេសបច្ចេកវិទ្យា IT សាកលវិទ្យាល័យនៃសាស្ត្រស៊ីដាយើងមានមុខវិជ្ជា4ដែលត្រូវរៀនតាក់ទងនឹង IT ទី1 Business IT ទី2 Fintech បាទ Financial Technology ទី3 Computer Science and Engineering ទី4គឺ Data Science បាទគឺការវិភាគទិន្នន័យវិទ្យាសាស្ត្រ Data Science ហ្នឹងក៏ចូលនៅក្នុងនៃ AI ដែរហើយយើងសប្តាហ៍ថ្ងៃយើងមាន4មុខវិជ្ជាហ្នឹងអញ្ចឹងមកដល់ថ្ងៃនេះខ្ញុំគាត់សូមផ្ដាំផ្ញើដល់ក្មួយទាំងអស់គ្នាថាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រស៊ីដាមិនមែនជាសាកលវិទ្យាល័យដែលបង្រៀនតែមួយមុខវិជ្ជាដែលហៅថា Finance Banking ទេគឺយើងមាន15 department គឺ15មុខវិជ្ជាហើយមកដល់ថ្ងៃនេះទៅប្រហែលថ្ងៃដែលយើងក្រោយភ្ជុំបិណ្ឌសិស្សថ្នាក់ទី12ដែលប្រឡងចប់ហ្នឹងគឺមកចុះឈ្មោះរៀននៅសាកលវិទ្យាល័យហ្នឹងជាង500នាក់ហើយយើងសង្ឃឹមថាតម្រាំនឹងដល់ដាច់ខែ10នេះហើយចូលខែ11ទៀតហើយចុះឈ្មោះប្រហែល2ខែទៀតយើងឃើញថានិស្សិតនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រស៊ីដានឹងមានចំនួនរហូតដល់អាច 1,500 ទៅ 2,000 នាក់ហើយយើងកំពុងបារម្ភខ្លាចរកកន្លែងដាក់គាត់អត់បានព្រោះ space របស់យើងមានកម្រិតអញ្ចឹងអ្វីដែលជាការផ្ដាំផ្ញើសូមឲ្យក្មួយនិស្សិតហ្នឹងគិតឲ្យហើយថាបើសិនជាថាត្រូវរើសសាកលវិទ្យាល័យពាណិជ្ជសាស្ត្រស៊ីដាគឺមកឲ្យលឿនបើមិនចឹងទេខ្លាចលោចឹងអៀតដោយសារ space យើងរៀងតិចដែរហើយអ្វីដែលជាមោទនភាពខ្ញុំសូមបញ្ជាក់ថាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រស៊ីដាគឺឆ្ពោះទៅរកទិសដៅសំខាន់ចក្ខុវិស័យគឺភាពជោគជ័យរបស់និស្សិតត្រូវតែមានការងារធ្វើហើយការងារមានប្រាក់បៀវត្សសមរម្យហើយត្រូវតែមានចំណេះដឹងច្បាស់លាស់គួរកត់សម្គាល់ថាជាចក្ខុវិស័យរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាគឺនឹងធ្វើឲ្យសាកលវិទ្យាល័យនេះក្លាយជាសាកលវិទ្យាល័យឈានមុខប្រកបដោយឧត្តមភាពនិងភាពជោគជ័យដល់និស្សិតដូច្នេះទើបសាកលវិទ្យាល័យមានបំណងចង់ឲ្យនិស្សិតទាំងអស់ចូលរួមសិក្សាស្រាវជ្រាវដោយផ្ទាល់ឲ្យបានច្រើននោះទើបពួកគាត់អាចមានចំណេះដឹងជ្រៅជ្រះនិងឡើងធ្វើបទបង្ហាញប្រកបដោយទំនុកចិត្តភាពក្លាហានមានការទទួលខុសត្រូវនិងមានភាពច្បាស់លាស់ទាំងភាសាអង់គ្លេសនិងនីតិវិធីទម្រង់បែបបទផ្សេងនៃការដកស្រង់យកព័ត៌មានមកវិភាគបង្ហាញដល់គណៈកម្មការវិតម្លៃនិក្ខេបបទឬសារណារបស់ពួកគាត់ប្រកបដោយវិជ្ជាជីវៈ